សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព្រឺព្រួចយប់ងងឹតទាំងអស់គ្នាយប់នេះ Admin នឹងចេញមកលួបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាទៀតហើយអំពីរឿងខ្មោចព្រៃភ្នំបងប្អូនរឿងខ្មោចព្រៃភ្នំនេះគឺរន្ធត់ញាប់ញ័រអរ៉ាបើសិនជាបងប្អូនប្រិមិត្តអ្នកស្ដាប់សូមកុំស្ដាប់ម្នាក់ឯងព្រោះរឿងនេះអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការភ័យខ្លាចនិងញាប់ញ័រក្នុងបេះដូងអញ្ចឹងកុំឲ្យយើងខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅស្ដាប់រឿងខ្មោចព្រៃភ្នំនេះទាំងអស់គ្នានៅជាយភ្នំមួយដែលស្ថិតនៅឆ្ងាយពីភូមិមានព្រៃធំងងឹតមួយដែលមនុស្សក្នុងភូមិហៅថាព្រៃមិនគូចូលព្រោះគេជឿថានៅទីនោះមានអ្វីមួយដែលមិនមែនជាមនុស្សព្រៃនោះគឺអ្នកភូមិមិនដែលហ៊ានចូលសូម្បីតែបន្តិចព្រោះថាបើចូលទៅហើយគឺមិនអាចរកផ្លូវចេញមកវិញបានឡើយថ្ងៃមួយមានយុវជនមួយក្រុមដែលពួកគេសុទ្ធតែស្រឡាញ់ការផ្សងព្រេងយុវជនទី1មានឈ្មោះថាតារាទី2វុធីទី3សុភ័ក្រនិងយុវជនបន្ទាប់គឺរិទ្ធីពួកគេគឺជាមិត្តជិតស្និទ្ធហើយស្រឡាញ់ការផ្សងព្រេងថ្ងៃមួយពួកគេនិយាយគ្នាអំពីការបោះជំរំលើភ្នំទោះបីអ្នកភូមិបានព្រមានថាកុំចូលព្រៃនោះពេលយប់ក៏ពួកគេមិនជឿទេពេលថ្ងៃព្រៃនោះមើលទៅដូចធម្មតាមានសំឡេងបក្សីនិងខ្យល់បក់ស្រាលប៉ុន្តែពេលព្រះអាទិត្យងងឹតអ្វីៗក៏ចាប់ផ្ដើមផ្លាស់ប្ដូរសំឡេងសត្វបាត់ទៅខ្យល់ត្រជាក់ខ្លាំងមានអារម្មណ៍ដូចមានអ្នកកំពុងមើលពួកគេបោះជំរំនៅលើភ្នំនោះនិងអង្គុយជុំវិញភ្លើងភ្លាមនោះសំឡេងមួយក៏ឮចេញមកពីក្នុងព្រៃវុធីសួរអ្នកណានិយាយគ្មានអ្នកណាឆ្លើយរិទ្ធីសម្លឹងមើលទៅក្នុងព្រៃងងឹតក៏ឃើញមានស្រមោលស្ទង់ចេញពីក្នុងព្រៃស្រមោលនោះបានឈួរមើលពួកគេភ្នែកពណ៌សមុខមិនច្បាស់មានអ្នកនៅទីនោះគេស្រែកតែពេលអ្នកផ្សេងមើលវិញគឺគ្មានឃើញអ្វីឡើយអាប់ចាប់ផ្ដើមលេចឡើងជុំវិញពួកគេកាន់តែក្រាស់កាន់តែត្រជាក់ហើយមានសំឡេងមួយនិយាយស្រាលត្រឡប់ទៅវិញព្រឹកឡើងវុធីបាត់ខ្លួនគ្រាន់តែមានស្នាមជើងទៅក្នុងព្រៃហើយបាត់នៅកណ្ដាលផ្លូវបាត់តារានិងមិត្តភ័ក្តិនៅសល់2នាក់ទៀតចូលទៅរកពួកគេឃើញមានផ្ទះឈើចាស់មួយដែលមិនគួរត្រូវមាននៅទីនេះទ្វារបើកស្រាលខាងក្នុងងងឹតមានតែភ្លើងចង្កៀងមួយជញ្ជាំងមានប្រឡាក់ដោយឈាមនិងសំឡេងយំស្រាលនៅជ្រុងមួយពួកគេឃើញវុធីតែមុខគេប្លែកភ្នែកគេមិនមានពណ៌គេសម្លឹងមកឃើញញញឹមយឺតអ្នកមកយឺតពេកហើយពួកគេចង់រត់ចេញប៉ុន្តែទ្វារបិទដោយខ្លួនឯងសំឡេងសើចពេញផ្ទះអាប់ចូលខ្លាំងមានស្រមោលជាច្រើននៅជុំវិញព្រឹកបន្ទាប់អ្នកភូមិឡើងទៅរកពួកគេរកឃើញតែតង់ទំនេរភ្លើងត្រជាក់និងសំឡេងខ្សឹបនៅក្នុងព្រៃអ្នកបន្ទាប់គឺជាអ្នកចាប់តាំងពីពេលនោះមកគ្មានអ្នកណាហ៊ានចូលព្រៃនោះទៀតឡើយតែពេលយប់អ្នកភូមិនៅតែឮសំឡេងឮចេញពីក្នុងព្រៃឮសំឡេងហៅអ្នកភូមិឲ្យទៅលេងយុវជនទាំង4ក៏បាត់ស្រមោលនៅក្នុងព្រៃនោះសូន្យឈឹងអ្នកភូមិតែងតែនិយាយតគ្នាថាកុំចូលព្រៃនោះពេលយប់ព្រោះថាព្រៃនោះជាព្រៃអាថ៌កំបាំងព្រៃនោះបើសិនជាយើងចូលហើយគឺមិនអាចត្រឡប់មកវិញបានទេអញ្ចឹងបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាអាចនឹងស្ដាប់នៅវគ្គបន្តទៀតដែលជាវគ្គ2វគ្គ2ក៏ចូលមកដល់បន្ទាប់ពីយប់ដ៏គួរឲ្យខ្លាចនោះមិត្ត4នាក់បានបាត់ខ្លួននៅក្នុងព្រៃភ្នំ
អ្នកភូមិគិតថាពូគេប្រហែលនឹងស្លាប់ឬត្រូវអ្វីមួយនាំទៅបន្ទាប់ពី2-3ថ្ងៃមកមានក្រុមមនុស្ស5នាក់ឡើងទៅស្វែងរកបុគ្គលទី1គឺអ៊ំសែនមនុស្សចាស់ដែលស្គាល់ព្រៃនឹងច្បាស់បុគ្គលទី2គឺប៉ូលីសនិងអ្នកភូមិ2នាក់ទៀតអ៊ំសែននិយាយយឺតបើចូលទៅហើយកុំឆែកឆេរអ្វីហើយកុំឆ្លើយនឹងសំឡេងណាមួយពេលពួកគេចូលព្រៃអាកាសធាតុប្លែកខ្លាំងត្រជាក់ខ្លាំងអាប់ក្រាស់និងស្ងាត់ជាងធម្មតាមនុស្សម្នាក់និយាយដូចមានអ្នកកំពុងមើលយើងពួកគេរកឃើញស្នាមជើងដែលដូចជាមនុស្សបាត់ខ្លួនប៉ុន្តែប្លែកគឺស្នាមជើងនោះទៅមុខតែត្រឡប់ក្រោយវិញដោយខ្លួនឯងភ្លាមនោះមានសំឡេងស្រាលហៅសែនអ៊ំសែនញ័រតែគេនិយាយកុំឆ្លើយមនុស្សម្នាក់ទៀតភ័យហើយឆ្លើយវិញអ្នកណាភ្លាមនោះសំឡេងបាត់ហើយមនុស្សនោះបាត់ទៅផងគេរកតែខោអាវរបស់គេជាប់នៅលើដើមឈើហើយមានស្នាមដៃដូចជាមានអ្វីមួយទាញគេឡើងលើដើមឈើពួកគេឃើញផ្ទះចាស់ដែលខូចក្នុងវគ្គមួយនោះអ៊ំសែននិយាយកន្លែងនេះមិនមែនជាកន្លែងមនុស្សទេតែពួកគេចូលទៅនៅលើជញ្ជាំងមានអក្សរត្រូវគូរដោយឈាមកុំចេញនៅជាមួយយើងនៅកណ្ដាលបន្ទប់ពួកគេឃើញមានមិត្ត4នាក់តែពួកគេមិនដូចមនុស្សទៀតទេភ្នែកសមុខស្រមោលហើយញញឹមពួកគេនិយាយតែមួយសំឡេងមកជាមួយយើងភ្លាមនោះភ្លើងចង្កៀងក៏បានបិទសំឡេងស្រែកសំឡេងរត់និងសំឡេងសើចពេលភ្លើងភ្លឺវិញនៅសល់តែអ៊ំសែនម្នាក់គត់អ៊ំសែនក៏សម្រេចចិត្តរត់ចេញពីព្រៃដោយមិនហ៊ានមើលក្រោយគេឮសំឡេងតាមក្រោយកុំចេញពេលអ៊ំសែនត្រឡប់មកដល់ផ្ទះវិញក៏គាត់មិននិយាយអ្វីច្រើនគេប្រាប់គាត់ថាកុំចូលព្រៃនោះទៀតយប់មួយអ៊ំសែនឈរមុខកញ្ចក់គេឃើញខ្លួនឯងតែនៅពីក្រោយគេមានមិត្តភក្តិ4នាក់ឈរហើយពួកគេនិយាយអ្នកបន្ទាប់គឺជាអ្នកបើអ្នកធ្លាប់ឮសំឡេងហៅឈ្មោះអ្នកនៅកន្លែងណាដែលគ្មាននរណាកុំឆ្លើយព្រោះអាចមិនមែនជាមនុស្សឡើយបន្ទាប់ពីអ៊ំសែនត្រឡប់មកពីព្រៃវិញអ៊ំសែនមិនដូចមនុស្សពីមុនទេអ៊ំសែននិយាយតិចមិនហ៊ានចេញក្រៅពេលយប់ហើយគេតែងតែឮសំឡេងហៅអ៊ំសែនត្រឡប់ទៅវិញយប់មួយខ្យល់បក់ខ្លាំងឆ្មាចាប់ផ្ដើមស្រែកអ៊ំសែនគេងមិនលក់ភ្លាមនោះអ៊ំសែនឮសំឡេងដើរនៅខាងក្រៅផ្ទះសែនបើកទ្វារសែនបើកទ្វារអ៊ំសែនដឹងភ្លាមថាវាមិនមែនជាមនុស្សទេទ្វារចាប់ផ្ដើមបើកយឺតខ្យល់ត្រជាក់ចូលក្នុងផ្ទះភ្លើងភ្លឺញ័រនៅមុខទ្វារអ៊ំសែនបានឃើញមិត្តភក្តិទាំង4នាក់ឈរនៅមុខទ្វារឃើញស្រមោលព្រឿងភ្នែកពណ៌សហើយញញឹមយឺតពួកគេនិយាយជាសំឡេងតែមួយត្រឡប់មកជាមួយយើងអ៊ំសែនខំទប់ខ្លួនតែជើងគេដើរទៅមុខដោយខ្លួនឯងភ្លាមនោះអ៊ំសែនចាប់ផ្ដើមចងចាំថាព្រៃនោះមិនមែនធម្មតាទេវាជាកន្លែងដែលវិញ្ញាណជាប់អ្នកដែលចូលមិនអាចចេញបានពិតប្រាកដទេពួកគេដែលត្រឡប់មកភូមិគ្រាន់តែរាងកាយប៉ុណ្ណោះអ៊ំសែនមើលដៃខ្លួនឯងស្បែកចាប់ផ្ដើមខ្មៅឈាមត្រជាក់ភ្នែកប្ដូរពណ៌
គេចាប់ផ្ដើមយល់ថាគេមិនមែនជាមនុស្សទៀតទេព្រឹកបន្ទាប់អ្នកភូមិមកមើលផ្ទះអំសែនទ្វារបើកចំហគ្មាននរណាម្នាក់នៅឡើយតែមានស្នាមជើងនាំទៅព្រៃពេលយប់ឡើងអ្នកភូមិម្នាក់ឮសំឡេងពីព្រៃជួយខ្ញុំផងគេសម្លឹងទៅឃើញអ៊ំសែនមុខស្រមោលភ្នែកភ្លឺមានអ្នកថ្មីម្នាក់ដែលគេចង់សាកល្បងចូលព្រៃគេនិយាយថាខ្ញុំមិនជឿរឿងខ្មោចទេពេលគេចូលទៅគេឮសំឡេងពីក្រោយអ្នកមិនគូមកទេគេងាកក្រោយឃើញមនុស្សជាច្រើនឈួររួមទាំងអ៊ំសែននិងមិត្តភ័ក្តិទាំង4នាក់ទៀតផងហើយគេនិយាយថាសូមស្វាគមន៍ចាប់ពីថ្ងៃនោះមកព្រៃនោះនៅតែទាក់ទាញមនុស្សអ្នកណាចូលមិនអាចត្រឡប់មកវិញបានទេបើអ្នកធ្លាប់ឮសំឡេងហៅឈ្មោះអ្នកនៅក្នុងកន្លែងស្ងាត់កុំឆ្លើយព្រោះវាអាចកំពុងរងចាំអ្នកសម្រាប់អេពីសូតនៅរឿងខ្មោចព្រៃភ្នំគឺមានតែប៉ុណ្ណេះសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាកុំភ្លេចជួយ Subscribe រូបកណ្ដឹងនិងជួយ Like នៅវីដេអូនេះម្នាក់មួយផងដើម្បីទទួលបាននូវរឿងរន្ធត់ថ្មីទៀតសូមអរគុណ